បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះបឹងច្រឡំយើងមានអបទហត្ថចម្លែកមួយទៀតហើយថ្ងៃទី24ខែមករាឆ្នាំ2025ហើយត្រីបឹងយើងទាំងអស់គឺឡើងល្អខ្លាំងហ្មងហើយដូចបានឃើញនៅក្នុងវីដេអូនេះបងប្អូនគឺល្អខ្លាំងមែនទែនហើយទឹកបឹងគឺពីដើមមកគឺថ្លាឆ្វង់ហ្មងហើយឡើងធៀបស្ងាត់ឥឡូវនេះគឺប្រែពណ៌អញ្ចឹងកម្រិតល្អថ្ងៃទី1គឺប៉ុណ្ណេះអញ្ចឹងយើងនឹងតាមដានមើលនៅថ្ងៃបន្ទាប់ទៀតថាថ្ងៃស្អែកតើកម្រិតល្អខ្លាំងយ៉ាងណាអត់ព្រោះកាលពីខែ2ឆ្នាំ2024គឺយើងមានល្អដូចគ្នាគឺឡើងខាប់មកអញ្ចឹងយើងនឹងតាមដានមើលបន្តថាតើថ្ងៃស្អែកនឹងឡើងល្អខ្លាំងកម្រិតណាហើយបងប្អូនមើលនេះទឹកកម្រិតនៃល្អទឹកនេះគឺចាប់ផ្ដើមដូចកាលពីឆ្នាំមុនហើយទឹកនេះគឺវាមានដូចជាប្រេងអញ្ចឹងយើងនឹងតាមដានជាមួយខ្ញុំនៅថ្ងៃស្អែកថ្ងៃទី24ខ្ញុំនឹងមកថតឲ្យបងប្អូនមើលម្ដងទៀតថាកម្រិតល្អវាកម្រិតយ៉ាងណាអញ្ចឹងបងប្អូនមើលវីដេអូស៊ូមមើលទៅបងកម្រិតទឹកល្អនេះហើយបងមើលខាងនេះបានច្បាស់ថាវាល្អយ៉ាងម៉េចបងទាំងទាំងនេះបងប្អូនដែលធ្លាប់មកលេងរតនគិរីមុនថ្ងៃ23បាទមុនថ្ងៃ23 21 22ហ្នឹងគឺបងប្អូននឹងឃើញសភាពទឹកស្អាតថ្លាឆ្វង់តែបច្ចុប្បន្ននេះនៅថ្ងៃទី24ខែមករា2026នេះគឺទឹកល្អខ្លាំងមែនទែនអញ្ចឹងបងប្អូនអាចមកទស្សនាបានណាថាតើខ្ញុំពូត្រានិយាយកុហកឬក៏និយាយបំផ្លើសអញ្ចឹងបងប្អូនអាចមកមើលខ្លួនឯងបាទអញ្ចឹងទឹកនេះគឺមិនងាយនឹងថ្លាទៅវិញទេគឺវាល្អគឺយូរថ្ងៃមែនទែនបើវាបានល្អហើយមានបទហូតបទភូតចម្លែកហើយគឺវានឹងល្អយូរយ៉ាងគឺមកទឹកវាថ្លាទៅវិញអញ្ចឹងបងប្អូនមើលខ្លួនឯងទាំងពូត្រាចេះតែនិយាយតែទឹកថ្លាសោះវាថាល្អអញ្ចឹងយើងមើលទៅបងប្អូនឃើញឡើងក្រហមនេះមើលឡើងពណ៌មាសពេញទឹកមកគឺវាល្អមែនទែនឥឡូវនេះគឺខ្ញុំចុះមកមើលផ្ទាល់នៅបឹងច្រឡំគឺល្អពណ៌មាសទាំងអស់ឃើញទេដូចទឹកទន្លេនៅខេត្តភ្លេងយើងមើលអញ្ចឹងខ្ញុំមិនមែនកុហកហើយក៏មិនមែនជាការបំភ្លៃព័ត៌មានទេគឺជារឿងប៉ັດគឺទឹកល្អមែនអញ្ចឹងស្អែកបងប្អូនអ្នកនៅទីចិត្តទីឆ្ងាយអាចមកទស្សនាបានមកមើលផ្ទាល់បាននៅបឹងច្រឡំខណៈពេលនេះគឺកំពុងតែល្អអញ្ចឹងខ្ញុំអត់មានអីច្រើនទេគឺសូមអរគុណហើយសូមចែករំលែកវីដេអូនេះទៅជូនបងប្អូនផ្សេងទៀតឲ្យគាត់បានដឹងថាបឹងច្រឡំយើងមានបទភូតចម្លែកល្អពេញផ្ទៃបឹងតែម្ដងហើយខាងស្អែកនេះគឺនឹងមានការល្អដូចប្រហែលឆ្នាំមុនដែលខ្ញុំបានផុសអញ្ចឹងបងប្អូនជួយចែករំលែកវីដេអូនេះផងអរគុណច្រើនជម្រាបលា